សួស្តីបងប្អូនទាំងអស់គ្នាជានិស្សិតនៅតាមសាកលវិទ្យាល័យនានាជាពិសេសបងប្អូននិស្សិតដែលសិក្សាទៅលើច្បាប់នីតិរដ្ឋបាលសាធារណៈក្នុងការសិក្សានីតិរដ្ឋបាលសាធារណៈចាំបាច់ត្រូវតែមានការយល់ដឹងឬក៏ចេះចាំនៅរដ្ឋធម្មនុញ្ញអញ្ចឹងរដ្ឋធម្មនុញ្ញគឺជាច្បាប់គោលច្បាប់គ្រឹះនៃរដ្ឋនីមួយៗចឹងនៅក្នុងឱកាសពេលនេះខ្ញុំសូមលើកយកនៅមុខវិជ្ជាមួយដែលសិក្សានៅថ្នាក់បរិញ្ញាបត្រក៏ដូចជាសិក្សានៅថ្នាក់បរិញ្ញាបត្រចុងខ្ពស់គឺមុខវិជ្ជានីតិរដ្ឋធម្មនុញ្ញអញ្ចឹងមុខវិជ្ជានីតិរដ្ឋធម្មនុញ្ញនេះយើងអាចនឹងមានការភ័ន្តច្រឡំជាមួយនឹងច្បាប់រដ្ឋធម្មនុញ្ញបាទអញ្ចឹងនីតិរដ្ឋធម្មនុញ្ញគឺជាអ្វីនីតិរដ្ឋធម្មនុញ្ញគឺជាសាខានៃនីតិសាធារណៈដែលប្រមូលផ្ដុំនៅវិធាននានាទាក់ទងទៅនឹងទម្រង់រដ្ឋធម្មនុញ្ញនៃរដ្ឋាភិបាលនិងអំណាចសាធារណៈនៃការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការអនុវត្តអំណាចទាំងនេះចឹងយើងបានដឹងថានៅក្នុងរដ្ឋមួយគឺមានអំណាច3ជាអំណាចកម្ពុជាមានអំណាចនីតិបញ្ញត្តិអំណាចនីតិប្រតិបត្តិអំណាចនីតិតុលាការអំណាចនីតិបញ្ញត្តិគឺយើងសំដៅទៅលើសភាដូចនៅក្នុងប្រទេសកម្ពុជាយើងមានសភា2ជាន់គេហៅ bicameral system ហ្នឹងអញ្ចឹងមានរដ្ឋសភានិងព្រឹទ្ធសភាបាទអញ្ចឹងរដ្ឋសភានិងព្រឹទ្ធសភានេះគឺជាអំណាចនីតិបញ្ញត្តិដែលជាស្ថាប័នរៀបចំពិភាក្សានិងអនុម័តទៅលើសេចក្តីព្រាងច្បាប់និងសេចក្តីស្នើច្បាប់បាទដើម្បីបង្កើតទៅជាច្បាប់ចំពោះអំណាចនីតិប្រតិបត្តិគឺសំដៅទៅលើរដ្ឋាភិបាលឬក៏រាជរដ្ឋាភិបាលដោយប្រទេសកម្ពុជាយើងគឺអំណាចនីតិប្រតិបត្តិសំដៅទៅលើរដ្ឋាភិបាលមានគណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជាហើយមាននាយករដ្ឋមន្ត្រីជាប្រមុខនៃរាជរដ្ឋាភិបាលចុះអំណាចនេះគឺជាអំណាចនីតិប្រតិបត្តិដែលជាអ្នកអនុវត្តច្បាប់តាមស្ថាប័ននីតិ